នៅក្នុងអូវាទនៃព្រះពុទ្ធសាសនាសមាទិដ្ឋិឬសេចក្តីយល់ឃើញត្រូវគឺជាអង្គទីមួយនៃអរិយមគ្គទាំង8និងជាមូលដ្ឋានគ្រឹះនៃបញ្ញាដែលប្រៀបបាននឹងពន្លឺសម្រាប់ដឹកនាំជីវិតមនុស្សទៅរកផ្លូវត្រឹមត្រូវសមាទិដ្ឋិមានន័យថាការដឹងច្បាស់នូវសភាវៈពិតនៃធម្មជាតិការស្គាល់បុណ្យបាបគុណទោសនិងការជឿជាក់យ៉ាងមុតមាំលើច្បាប់កម្មផលធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ក្នុងកម្រិតខ្ពស់ជាងនេះគឺការយល់ដឹងច្បាស់នៅអរិយសច្ច4នោះគឺទុក្ខការមិនសប្បាយចិត្តសមុទ័យមូលហេតុនៃទុក្ខនិរោធការរំលត់ទុក្ខនិងមគ្គផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខសមាទិដ្ឋិមានតួនាទីយ៉ាងសំខាន់ណាស់ដោយប្រៀបបាននឹងបង្គោលនាវាដែលជួយតម្រង់ទិសឲ្យយើងប្រព្រឹត្តតែអំពើសុចរិតចេះជួយយកអាសាគ្នានិងជៀសវាងការយល់ខុសគឺមិច្ឆាទិដ្ឋិដែលនាំទៅរកសេចក្តីវិនាសនិងអំពើហិង្សាសរុបសេចក្តីមកសមាទិដ្ឋិគឺជាដើមចមនៃសេចក្តីល្អគ្រប់យ៉ាងការប្រកាន់ខ្ជាប់នៅការយល់ឃើញត្រូវនឹងនាំមកនូវសន្តិភាពផ្លូវចិត្តសេចក្តីថ្លៃថ្នូរនិងភាពរុងរឿងដល់ខ្លួនឯងនិងសង្គមជាតិជានិរន្តរ៍